សម្រាប់ខ្ញុំផ្ទាល់ខ្ញុំយកវ៉ែនតាណាដែលលិចចង់និយាយថាពេលដែលយើងពាក់វ៉ែនតាទៅអ្នកថតរូបនោះក៏ចាំតែថតយើងនឹងចុចធម្មតាពេលដែលយើងពាក់ទៅម៉ូដវាថ្មីអីអ្នកថតគេថតទៅគេចង់ថតអ្នកដែលស្អាតអ្នកដែលមានវ៉ែនតាឬក៏ខោអាវអីលិចចឹងទៅអ្នកថតទៅក៏ថតទៅក៏ល្បីគាត់ដែរគាត់ប្លង់គាត់ចាប់ទៅត្រូវអីចឹងណាហើយដល់ពេលយើងឃើញរូបយើងស្អាតក៏យើងសប្បាយចិត្តដែរហ្នឹងត្រូវហើយនៅពេលដែលអ្នករត់ហ្នឹងដល់ពេលដែលគាត់ឃើញរូបថតគាត់ទៅស្អាតចឹងទៅគាត់មានទឹកចិត្តចាប់ដើមរត់ទៀតឲ្យតែមានកម្មវិធីគាត់ចេះចង់ចូលលេហ្នឹងចឹងចាបងជំរាបសួរអ៊ំពូមីងនិងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកម្មវិធី Behind the Lens ថ្ងៃនេះដែរយើងមានប្រធានបទថ្មីមួយគឺនិយាយអំពីកីឡារត់ហើយជាពិសេសថ្ងៃនេះខ្ញុំមានបងអឿនដែលគាត់ជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីថ្ងៃនេះជំរាបសួរបងបាទជំរាបសួរចាជាដំបូងសូមបងណែនាំខ្លួនបន្តិចទៅកាន់អ្នកទស្សនារបស់យើងបាទជំរាបសួរបងប្អូនទាំងអស់ខ្ញុំបាទឈ្មោះជុំសំអឿនខ្ញុំជាវិស្វករប៉ុន្តែថ្ងៃនេះខ្ញុំបានចូលរួមក្នុងកម្មវិធី podcast នេះនិយាយអំពីកីឡារត់ជាក់ស្ដែងតាក់ទងនឹងកីឡារត់ខ្ញុំមានបទពិសោធន៍មិនជាយូរប៉ុន្មានទេប្រហែលជាជិត3ឆ្នាំឬក៏3ឆ្នាំចុះហ្នឹងហើយអញ្ចឹងតាមរយៈបទពិសោធន៍នេះខ្ញុំក៏ចែករំលែកខ្លះមិនដឹងថាវាត្រូវអស់ឬក៏យ៉ាងម៉េចទេប៉ុន្តែគ្រាន់តែខ្ញុំព្យាយាមចែករំលែកតាមលទ្ធភាពដែលអាចធ្វើទៅបានចាបងជាដំបូងខ្ញុំចង់សួរបងថាដើមដំបូងឡើយបងចាប់ដើមលេងកីឡានេះដោយអាចថាដោយការណែនាំពីមិត្តភ័ក្តិឬក៏ដោយមូលហេតុអីដែរបងចាប់ដើមលេងកីឡានេះបាទតាក់ទងជាមួយនឹងកីឡារត់នេះជាក់ស្ដែងខ្ញុំទើបតែចាប់ដើមរត់ដោយខ្លួនឯងជាដំបូងបំផុតកាលពីឆ្នាំ2010អត់ចាំថា10ប៉ុន្មានទេខ្ញុំដាក់គេហៅថា challenge ខ្លួនឯងចង់និយាយថាយើងចង់ថាយើងធ្លាប់យើងអ្នកលេងកីឡាដែររឿងអីយើងរត់21គីឡូអត់បានអញ្ចឹងដោយសារនៅភ្នំពេញមានកម្មវិធីភ្នំពេញ half marathon ហ្នឹងគឺ21គីឡូចុច0.975គីឡូម៉ែត្រណាហើយដល់ចឹងទៅក៏ challenge ខ្លួនឯងរត់បានប៉ុន្តែជាក់ស្ដែងវាឈឺជើងយើងអត់យល់ពីស្បែកជើងហើយប្រើរយៈពេលឆ្ងាយដែរតែដល់ទីយ៉ាងហោចណាស់គឺដល់ទីអញ្ចឹងមិនថាពេលហ្នឹងគឺជាពេលដំបូងដែលបងជាចំណុចចាប់ផ្ដើមដែលបងចាប់ផ្ដើមលេងកីឡារត់ហ្នឹងជាក់ស្ដែងតាមពិតគ្រាន់តែជាការ challenge មួយអត់ទាន់ចាប់ផ្ដើមបដោតទៅលើការរត់ហ្មងទេចង់ដឹងថាវាមិនបាទគ្រាន់តែថាយើងចង់ថាខ្លួនយើងធ្វើបានអត់ប៉ុណ្្នឹងគ្រាន់ពឹបយើងចុះឈ្មោះអញ្ចឹងទៅយើងថាដឹងថាទៅដល់ទីអញ្ចឹងរត់បានមែនប៉ុន្តែយើងអត់ទាន់ចាប់ផ្ដើមខ្ញុំខ្លួនឯងអត់ទាន់បានចាប់ផ្ដើមប្រឡូកក្នុងការរត់ហ្មងទេទើបតែឆ្នាំខ្ទង់2020ខ្ទង់ប្រហែលជា23នេះចាអាចដើមឆ្នាំ2023ឬក៏ពាក់កណ្ដាលខ្ញុំភ្លេចចាប់ដើមប្រឡូកខ្លួនឯងដោយសារមិនមែនយើងលើសទងន់អីយើងធាត់អីណាប៉ុន្តែគ្រាន់តែថាចង់ថាឲ្យខ្លួនវារៀងស្រាលវារៀងស្គមជាងមុនមើលទៅឃើញសាច់ដុំអីចឹងទៅក៏ប្រឡូកក្នុងការរត់មួយថ្ងៃដូចជារត់5គីឡូជួនទៅរត់10គីឡូប៉ុន្តែមួយអាទិត្យអីយើងរត់3ថ្ងៃ4ថ្ងៃអីទេចឹងមកន័យថាការដែលបងចាប់ផ្ដើមកីឡានេះដោយសារចង់ឲ្យថាខ្លួនឯងរៀងស្រក់ជាងមុនស្រាលជាងមុនហើយអាចថាវាបង្ហាញឲ្យសាច់ដុំដែលយើងខំហាត់ហ្នឹងឲ្យបាននេះជាងមុនបាទចាំត្រូវនឹងឲ្យតាក់ទងជាមួយនឹងការរត់ហ្នឹងហើយពេលដែលយើងចាប់ផ្ដើមទៅយើងរត់បានជាទូទៅសូមជម្រាបទៅបងប្អូនដែរថាការរត់យើងត្រូវការភាពអំណត់នឹងទី1ទី2រត់វាចេះតែមានឈឺនេះឈឺនោះតិចតួចទេប៉ុន្តែយើងត្រូវសួរនាំគេអ្នកដែលមានបទពិសោធន៍ទៅហើយត្រូវមានភាពអត់ធ្មត់សម្រាប់កីឡារត់នេះតើវាជួយដល់សុខភាពយើងអីគេខ្លះដែរបងជាក់ស្ដែងហើយការរត់នេះវាជួយឲ្យយើងពាក់ព័ន្ធទៅនឹងសុខភាពផ្ទាល់ខ្លួនគឺពេលដែលយើងរត់ហើយយើងហូបចុកគឺ
អត់សូវចង់និយាយថាយើងអត់សូវខ្លាចអត់សូវតមអីច្រើនទេទី1ទី2ការគេងរបស់យើងក៏បានលក់ស្រួលហើយនៅពេលដែលយើងរត់បន្ទាប់ពីយើងរត់រយៈពេលប្រហែលជាខ្ញុំគិតថាប្រហែលជា3ទៅ6ខែយើងគួរតែ control សុខភាពមានឆែកសុខភាពយើងណាតាមរយៈពិនិត្យឈាមអីយើងឃើញមានភាពប្រែប្រួលច្រើនចាល្អជាងមុនបាទល្អជាងមុនហើយតាមបទពិសោធន៍បងដែលគាត់រត់ជើងចាស់មុនដែលគាត់រត់ណាគឺគាត់ធ្លាប់ប្រាប់យើងថាអ្នកខ្លះគាត់មានទំនោរផ្អែមអីចឹងទៅអញ្ចឹងមុនពីមុនរត់ផ្សេងដល់ពេលក្រោយពីរត់មកគាត់ជំរាបប្រាប់យើងដូចជាមានបទសម្ភាសពីខាងណាខ្លះទេខ្ញុំអត់ចាំទេគាត់និយាយអំពីពាក់ព័ន្ធជាមួយនឹងទំនោរផ្អែមដោយសារគាត់ខ្លួនគាត់ហ្នឹងគាត់កើតជំងឺទឹកនោមផ្អែមហ្នឹងណាអញ្ចឹងនៅពេលដែលគាត់រត់ទៅគឺធ្វើឲ្យសុខភាពគាត់ហ្នឹងគឺល្អប្រសើរច្រើនបាទអញ្ចឹងនិយាយទៅកីឡារត់នេះវាល្អដល់សុខភាពយើងច្រើនបាទច្រើនអញ្ចឹងខ្ញុំសូមកាត់មួយទៀតហើយមិនមែនតែសុខភាពផ្លូវកាយទេតែសុខភាពផ្លូវចិត្តហ្នឹងក៏ជួយបានច្រើនដែរចាមិនវិញណាបងអាចបញ្ជាក់បន្ថែមចំណុចហ្នឹងតិចបានសុខភាពផ្លូវចិត្តហ្នឹងវាខ្ញុំមិនពិបាកនឹងនិយាយផ្នែកហ្នឹងដែរប៉ុន្តែគាត់ថាបើសិនជាអ្នកខ្លះគាត់ធ្លាប់ depress គាត់ចង់និយាយថាគាត់តបប្រមល់គាត់អីចឹងទៅគាត់ទៅរត់គាត់ប្រឡូកជួបអ្នកស្គាល់អ្នករត់អីចឹងទៅបានទៅចែកពីនេះពីនោះហើយខ្លួនគាត់ហ្នឹងគាត់រត់ទៅក៏ជួយខ្លួនគាត់ទៅជើជាអាចប្រែមកផ្នែកទៅហ្នឹងចឹងចាយល់បងដូចខ្ញុំអត់បានរត់មែនប៉ុន្តែខ្ញុំទៅជីមមួយថ្ងៃទៅក៏មានមិត្តភ័ក្តិនៅហ្នឹងចឹងដូចព្រោះផឹកដែលខ្ញុំទៅហ្នឹងក្រៅពីយើងសុខភាពយើងក៏យើងមានមិត្តភ័ក្តិនិយាយគ្នាពីនេះពីនោះចែកម្លែកពេលខ្លះក៏ចែកម្លែករឿងទូងទៅពេលខ្លះក៏ចែកម្លែករឿងការងារខ្លះគាត់មានយោបល់អីក៏ឲ្យទៅដូចជាចង់និយាយថាអារម្មណ៍យើងពេលហ្នឹងដូចយើងឲ្យ1ម៉ោងជាងណាសម្រាប់ខ្លួនឯងចឹងចាអញ្ចឹងបកមកកីឡារបស់យើងវិញដោយសារមុនហ្នឹងបងបានបញ្ជាក់ថារត់ដំបូងបងអត់ដឹងពីការប្រើប្រាស់ការពាក់ស្បែកជើងឬក៏សម្លៀកបំពាក់ផ្សេងអញ្ចឹងបច្ចុប្បន្នបើឧទាហរណ៍ថាបងក៏ដូចជាខ្ញុំចង់ចាប់ផ្ដើមចូលរួមលេងកីឡានឹងដែរតើបងមានជាការណែនាំអីថាតើយើងគួរចាប់ផ្ដើមដោយរបៀបម៉េចក៏ដូចថាតើយើងគួរត្រៀមអីគេខ្លះដើម្បីធ្វើម៉េចកុំឲ្យថាពេលដែលយើងចូលដំបូងទៅអូយសម្រាប់យើងយកទៅវាអត់ត្រូវទៅវាធ្វើឲ្យយើងពិបាកក្នុងការរត់ការអីចឹងណាបងបាទចាអូខេតកតងចំណុចចាប់ផ្ដើមនៃការរត់ហើយជារួមគឺយើងត្រូវមានស្បែកជើងរត់ហ្នឹងវាមានច្រើនប្រភេទជាក់ស្ដែងប៉ុន្តែខ្ញុំសូមណែនាំទៅលើស្បែកជើងរត់ហ្នឹងគឺខ្ញុំអត់និយាយពីម៉ាកណាទេប៉ុន្តែខ្ញុំចង់និយាយពីប្រភេទស្បែកជើងរត់អញ្ចឹងយើងខ្លួនយើងគួរតែជ្រើសរើសស្បែកជើងណាដែលត្រូវជាមួយនឹងជើងយើងអាចសួរនាំគេយើងអាចសួរនាំគេបានប៉ុន្តែមិនមែនបែកជើងគេពាក់ហ្នឹងគេរត់ស្រួលយើងយកមកពាក់ហ្នឹងរត់ស្រួលទេអត់ទេអញ្ចឹងយើងត្រូវរកស្បែកជើងដែលជាប្រភេទសម្រាប់រត់អញ្ចឹងយើងយកមកពាក់ទៅរត់សាកទៅហើយខ្ញុំជឿថាដំបូងបែកជើងរត់យើងពាក់ពិតជាមិនទាន់ត្រូវល្អទេដំបូងតែបើថាជាដំបូងយើងរើសស្បែកជើងហ្នឹងពាក់ទៅល្អហើយអាហ្នឹងល្អហើយចា៎ការរត់ហ្នឹងវាមាន2ទៅ3ប្រភេទទី1យើងរត់ទៅតាមផ្លូវយើងធម្មតាណាតាមសួនតាមផ្លូវតាមសាធារណៈហើយរត់មួយទៀតគឺរត់ម៉ាស៊ីនអញ្ចឹងបទពិសោធន៍របស់ខ្ញុំមានទាំងពីរប៉ុន្តែខ្ញុំជ្រើសរើសយករត់ម៉ាស៊ីនដោយសារខ្ញុំគិតពីសុខភាពហើយនឹងពេលខ្លះខ្ញុំឆ្លៀតពីការងារមកទៅកន្លែងរត់វាឆ្ងាយអញ្ចឹងយើងនៅកន្លែងចិត្តកន្លែងការងារហ្នឹងវាមានម៉ាស៊ីនសម្រាប់រត់មានកន្លែងកីឡាអញ្ចឹងទៅយើងក៏រត់ម៉ាស៊ីនទៅហើយសម្រាប់រត់ម៉ាស៊ីនហ្នឹងគឺជាទូទៅខ្ញុំប្រើស្បែកជើងធម្មតាគេហៅ neutral ស្បែកជើង neutral ស្បែកជើងហ្នឹងគឺអត់មានកបោនអត់មានស៊ូប៉ាស៊ូអីទេគ្រាន់តែស្បែកជើងហ្នឹងសម្រាប់រត់ហ្មងអញ្ចឹងវាអត់សូវប៉ះពាល់តែបើសិនជាយើងយកស្បែកជើងប្រភេទពួកកបោនទៅរត់លើស្បែកជើងម៉ាស៊ីនវាដោលខ្លាំងអញ្ចឹងវាអាចធ្វើឲ្យប៉ះពាល់ដល់ជង្គង់ហើយនឹងវាអាចឆាប់ខូចស្បែកជើងអានេះជារឿងមួយហើយតាក់ទងនឹង
ស្បែកជើងហ្នឹងដូចខ្ញុំជំរាបចឹងគឺយើងត្រូវរកស្បែកជើងសម្រាប់រត់ព្រោះបើយើងយកស្បែកជើងខ្លះវាប្រភេទដើរស្បែកជើងខ្លះជាប្រភេទស្បែកជើងពាក់លម្អអីយើងយកមករត់វាអត់ត្រូវទេអញ្ចឹងតែអញ្ចឹងចំណុចហ្នឹងតើអារត់ម៉ាស៊ីនហើយនឹងរត់នៅខាងក្រៅ outdoor ហ្នឹងស្បែកជើងប្រភេទតែមួយហ្នឹងក៏វាមានខុសគ្នាទៀតបងដោយសារម៉ាស៊ីនដែលបងនិយាយខាងដើមអញ្ចឹងវាត្រូវកកិតមួយអាម៉ាស៊ីនណាដល់ពេលយើង outdoor ប្រហែលជាមិនសូវទទួលរងអាការកកិតនឹងខ្លាំងអីទេជាក់ស្ដែងបើយើងរត់ធម្មតារត់សុខភាពជាក់ស្ដែងដូចខ្ញុំប្រើរាល់ថ្ងៃគឺខ្ញុំប្រើស្បែកជើងធម្មតាទេអញ្ចឹងបើយើងចង់និយាយអំពីស្បែកជើងហ្នឹងប្រភេទស្បែកជើងយើងត្រូវលម្អិតច្រើនព្រោះប៉ុន្តែខ្ញុំចង់លើកពេលនេះខ្ញុំចង់និយាយតែពីរឯងទី1គឺស្បែកជើង neutral ទី2គឺស្បែកជើងប្រភេទ carbon ប្រភេទពួក racing shoe ចាអញ្ចឹងប្រភេទធម្មតាហ្នឹងគឺយើងរត់បានទាំងម៉ាស៊ីនបានទាំងនៅ outdoor ធម្មតាប៉ុន្តែវាអត់មានបង្កើតល្បឿនអីទេប៉ុន្តែបើយើងយកស្បែកជើងsuper shoe ឬក៏ racing shoe ហ្នឹងយកទៅរត់ម៉ាស៊ីនវាអាចប្រឈមមុខនឹងបញ្ហាជង្គង់យើងហើយនឹងវាអាចបញ្ហាខូចនិយាយទៅឆាប់ខូចស្បែកជើងហើយបើយើងយកស្បែកជើងហ្នឹងយកមករត់នៅខាងក្រៅជាក់ស្ដែងយើងឃើញល្បឿនរបស់យើងលឿនល្អហើយអញ្ចឹងគ្រាន់តែថាវាទី1ស្បែកជើងវាខ្លៃទី2វាឆាប់ខូចហើយទី3បើយើងយកស្បែកជើងហ្នឹងយកមកប្រើជាប្រចាំរាល់ថ្ងៃស្បែកជើង super shoe ហ្នឹងគឺខ្ញុំគិតថាវាអត់ល្អទេអាហ្នឹងសម្រាប់តាមួយអាទិត្យអីគេប្រើម្ដងអីទេដើម្បីគេរត់យកល្បឿនយកអីណាអាហ្នឹងជាអានតាមបទពិសោធន៍ដែលខ្ញុំមើលឃើញណាប៉ុន្តែអ្វីដែលជាក់ស្ដែងដែលសរុបមកវិញតាក់ទងជាមួយស្បែកជើងហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនប្រើស្បែកជើងធម្មតារត់ធម្មតាទៅមិនបាច់យកអា super shoe នឹងយកមករត់ទេបើចង់រត់អាហ្នឹងតោះតែយើងរត់ចុះឈ្មោះដូចមករត់ភ្នំពេញហាហ្វម៉ារ៉ាតុងសៀមរាបអង្គរម៉ារ៉ាតុងអីចឹងទៅដើម្បីយើងចង់បានអាល្បឿនលឿនអាទិន្នន័យរបស់យើងល្អអីអាហ្នឹងអូខេអាហ្នឹងខ្ញុំចាហ្មងហើយវាមានពាក់ព័ន្ធជាមួយនឹងខោវាមានពាក់ព័ន្ធមួយអាវវាមានពាក់ព័ន្ធមួយមួកវាមានពាក់ព័ន្ធជាមួយនឹងវ៉ែនតាដែរអញ្ចឹងខ្ញុំអាចបង្ហាញចាបានតាដើម្បីឲ្យអ្នកទស្សនាគាត់កាន់តែយល់ច្បាស់ថាអូបើសិនជាគាត់ត្រូវការមួកគាត់យកមួកប្រភេទម៉េចដើម្បីឲ្យវា comfort សម្រាប់គាត់បើជាខោសូម្បីតែយើងលេងកីឡាខុសគ្នាក៏អាសម្ភារៈសម្លៀកបំពាក់ខុសគ្នាដែរអញ្ចឹងដើម្បីឲ្យគាត់កាន់តែច្បាស់អញ្ចឹងណាបងបាទអញ្ចឹងបន្ទាប់ពីស្បែកជើងខ្ញុំចង់និយាយរឿងខោតិចខោយើងខ្ជូតតិចតាមពិតខោនេះយើងនិយាយទៅខោវារៀងរឹបហើយខោហ្នឹងជាក់ស្ដែងខោសម្រាប់រត់ខ្ញុំនិយាយតែខោរត់ទេប៉ុន្តែខោនេះអ្នកខ្លះគាត់ប្រើខោខ្លីយើងធម្មតាបានណាប៉ុន្តែខោខ្លីយើងធម្មតាអាហ្នឹងយើងរត់សម្រាប់ខ្លីៗទេតែបើខោប្រភេទអញ្ចេះយើងអាចរត់វែងវាមាន2ជាន់វាមានតំណប់វាខាងក្នុងហើយវារឹបអញ្ចេះទៅពេលយើងប្រើអាខោប្រភេទអញ្ចឹងទៅវាអត់សូវឲ្យអាលៀកកភ្លៅអាលៀកអីណាអានឹងប្រភេទជាខោនេះតចូលក្នុងវិស័យរត់បានចាប់ផ្ដើមយល់ច្រើនហើយតាក់ទងនឹងអាវជាទូទៅវារៀងវាលអញ្ចឹងបន្តិចប៉ុន្តែអានឹងសម្រាប់ប្រអត់អីប៉ុន្តែសម្រាប់ស្រីយើងរៀងនេះបន្តិចណាហ្នឹងក៏ដោយសារមូលហេតុអីដែរបានយើងត្រូវពាក់អាវបែបហ្នឹងតាមពិតយើងពាក់អាវជឿធម្មតាចេះក៏បានដែរប៉ុន្តែគ្រាន់តែថាបើយើងពាក់ប្រភេទចេះយើងរត់វាកាត់ខ្យល់កាត់អីទៅវាធ្វើឲ្យល្បឿនយើងលឿនដែរព្រោះជាក់ស្ដែងមុននឹងគេចេញអាវអ្នករត់ប្រភេទចេះមកគេគិតដែរគេគិតថាវាមានវាជួយអីខ្លះអញ្ចឹងណាប៉ុន្តែខ្ញុំគិតថាអាវប្រភេទនេះវាស្ដើងវាស្រាលអញ្ចឹងទៅវាអត់មានដៃអញ្ចឹងទៅពេលដែលយើងរត់វាអត់សូវកាត់ឲ្យអាលៀកក្លៀកឬក៏អីអញ្ចឹងណាអាហ្នឹងវាប្រភេទអញ្ចឹងហើយមួកជាក់ស្ដែងអានេះមួកប្រភេទនេះមួកធម្មតាទេយើងអ្នកខ្លះគាត់មួកដែលយើងពាក់ធម្មតារត់ក៏បានប៉ុន្តែនេះមួកនេះខាងក្រុមរត់ KKRC នេះគាត់ design មកសម្រាប់ស្ដើងអាចស្រាលអញ្ចឹងយើងស្រួលបត់បែនអីទុកដាក់អីយើងនេះអីស្រួលគាត់គិតនិយាយទៅហើយនេះក្រុម KKRC នេះគឺជាក្រុមមួយធំនៅស្រុកខ្មែរដែរចា៎បាទហ្នឹងហើយក្រុមរត់បាទហើយវាមានវ៉ែនតាដែរនេះសំខាន់ដែរតកតងវ៉ែនតា
ជាក់ស្ដែងយើងមានវ៉ែនតានេះចឹងវ៉ែនតាហ្នឹងវាជួយបានច្រើននិយាយទៅកាត់ពលឺលើកសម្រស់អ្នករត់ដែរ ចាបងអញ្ចឹងសម្រាប់វ៉ែនតាផ្ទាល់ខ្ញុំចង់ឲ្យបងបង្ហាញលក្ខណៈពិសេសក៏កលឹះមួយចំនួនថាតើដោយសារវ៉ែនតាដូចបងឃើញយើងក៏មានច្រើនប្រភេទដែរតើសម្រាប់អ្នកកីឡារត់ហ្នឹងហ្មងតើយើងគួរជ្រើសរើសវ៉ែនតាប្រភេទម៉េចដើម្បីឲ្យការពារភ្នែកហើយក៏ដូចជាធ្វើម៉េចឲ្យគាត់ comfort ដូចបងនិយាយពីខោមិញខោយើងចង់ស្លៀកខោខ្លីធម្មតាក៏បានដែរប៉ុន្តែជាក់ស្ដែងវាអត់ផ្ដល់ផាសុកភាពដល់យើងពេលដែលយើងរត់យូរម៉ោងក៏វាចម្ងាយឆ្ងាយអញ្ចឹងណាបាទចា៎តាក់ទងជាមួយនឹងវ៉ែនតាជាក់ស្ដែងសម្រាប់បទពិសោធន៍ខ្ញុំគឺមុនខ្ញុំជ្រើសរើសវាគឺខ្ញុំឆែកមើលទៅ website ណាចា៎អញ្ចឹងយើងបើសិនជាយើងអត់ចេះឆែកមើល website ឬក៏អីទេយើងទៅហាងវ៉ែនតាសួរគេទៅសួរអ្នកលក់ទៅណែយើងចង់បានប្រភេទវ៉ែនតាសម្រាប់អ្នកកីឡាអញ្ចឹងវ៉ែនតាកីឡាហ្នឹងវាមានចែកច្រើនដែរជាក់ស្ដែងដូចវ៉ែនតាដែលខ្ញុំជ្រើសរើសនេះគឺ ម៉ាក Oakley ហើយខ្ញុំទិញនៅ VC Optic ដែរបាទហើយជាប្រភេទដែល outdoor sport ជាកីឡាប្រភេទវ៉ែនតាសម្រាប់ប្រើ outdoor sport អញ្ចឹងវ៉ែនតានេះគឺវាសម្រាប់រត់សម្រាប់លេងបាល់ទះសម្រាប់ធាក់កង់អីត្រូវបាទហើយmodel មួយនេះវាការដែលទិញហ្នឹងគឺវា latest ដែរមានន័យថាវាទើបចេញដែរប៉ុន្តែវានៅតែ model នេះនៅតែល្បីដដែលចានិយាយជាក់ស្ដែងទៅ model នេះគឺចេញរហូតគ្រាន់តែមួយឆ្នាំគេមាន new color គេមួយបាទប៉ុន្តែនៅតែគាត់ផលិតឡើងវិញរហូតបាទហើយជាក់ស្ដែងតាក់ទងជាមួយនឹងវ៉ែនតាហ្នឹងនិយាយតាមត្រង់ទៅគឺសឹងតាអ្នករត់ប្រហែលជាខ្ញុំគិតថាប្រហែលជាខ្ញុំមិនច្បាស់ទូលេខទេប៉ុន្តែគាត់ថាវាមានដែរនិយាយទៅប្រហែលជា60-70% ទេគាត់ប្រើវ៉ែនតាណាចា៎អញ្ចឹងហើយវ៉ែនតាហ្នឹងគួរតែជ្រើសរើសទៅតាមប្រភេទមុខរបស់យើងហើយអានោះទី1ទី2សម្រាប់ខ្ញុំផ្ទាល់ខ្ញុំយកវ៉ែនតាណាដែលលិចចង់និយាយថាពេលដែលយើងពាក់វ៉ែនតាទៅអ្នកថតរូបនោះក៏ចាំតែថតយើងនឹងធម្មតាពេលដែលយើងពាក់ទៅម៉ូដវាថ្មីអីអ្នកថតគេថតទេគេចង់ថតអ្នកដែលស្អាតអ្នកដែលមានវ៉ែនតាឬក៏ខោអាវអីលិចចឹងទៅអ្នកថតទៅក៏ថតទៅក៏ល្បីគាត់ដែរគាត់ខ្លាំងគាត់ចាប់ទៅត្រូវអីចឹងណាហើយដល់ពេលយើងឃើញរូបយើងស្អាតក៏យើងសប្បាយចិត្តដែរហ្នឹងត្រូវហើយនៅពេលដែលអ្នករត់ហ្នឹងដល់ពេលដែលគាត់ឃើញរូបថតគាត់ទៅស្អាតចឹងទៅគាត់មានទឹកចិត្តចាប់ដើមរត់ទៀតឲ្យតែមានកម្មវិធីគាត់ចេះចង់ចូលលេហ្នឹងចឹងចាបងអញ្ចឹងសម្រាប់វ៉ែនតារបស់បងវិញបងមានម៉ូដអីគេខ្លះអាចបង្ហាញអ្នកទស្សនាយើងបន្តិចបានទេខ្លះពីវ៉ែនតារបស់បងអូខេតាក់ទងជាមួយនឹងវ៉ែនតានិយាយទៅខ្ញុំមានរៀងច្រើនដែរចាឥឡូវខ្ញុំសូមបង្ហាញបន្តិចចុះនេះបង្ហាញមួយនេះមួយហើយអញ្ចឹងនៅមាន2ទៀតដែលខ្ញុំយកមកបង្ហាញនេះក៏មក Oakley ដែរនេះប្រភេទរត់ដែរនេះហើយមានមួយទៀតនេះជាកាដូអ្នកមកពីប្រទេសបែលហ្សិកទៅរត់ថ្ងៃមុន100គីឡូហ្នឹងគាត់ឲ្យខ្ញុំជួយមានន័យជួយមានន័យជួយទាញគាត់មកព្រោះគាត់ចង់បោះបង់ពីគីឡូទី72ណាត្រូវឲ្យគីឡូ72 82ខ្ញុំភ្លេចនេះគាត់ចង់បោះបង់ចោលឲ្យខ្ញុំគីឡូទី82គាត់ចង់បោះបង់ចោលដល់ពេលខ្ញុំរត់មកមួយគ្នាណាដល់ពេលខ្ញុំថាអ្នកឯងរត់បាន82គីឡូហើយ100គីឡូរឿងអីអ្នកឯងធ្វើមិនបានក៏ហៅគាត់មករត់មួយគ្នាអបគ្នាទៅគាត់ពេលគាត់ហត់ទៅឈប់បន្តិចទៅប្រាប់ថាមកតិចចិត្តដល់ហើយក៏នាំគាត់មករហូតដល់ទីនៅពេលដល់ទីនិយាយតាមផ្លូវហ្នឹងដល់ទីហ្នឹងមកដល់ចិត្តដល់ទីហ្នឹងគាត់ថាឃើញទីហ្នឹងគាត់រុញច្រានខ្ញុំចូលព្រោះគាត់ដឹងថាខ្ញុំអ្នកជួយគាត់នេះហ្នឹងគាត់ច្រានចូលទៅហើយមកដល់ហ្នឹងអង្គុយទៅចែកញ៉ាលេងហ្នឹងក៏គាត់ជូនវ៉ែនតាមួយថាអរគុណច្រើនដែលបានជួយនាំគាត់មកដល់ទីអីចឹងទៅហើយគាត់ថា
ដំបូងឲ្យអត់យកទេប៉ុន្តែគាត់ថាលោមើលស្អាតអីក៏គាត់ថាយកទៅក៏យកទៅអញ្ចឹងបានជាកាដូអនុស្សាវរីយ៍វ៉ែនតានឹងមួយទៀតទៅចាតើតើនឹងវ៉ែនតាដែរចង់ឲ្យបងបន្ថែមបទពិសោធន៍បងបន្តិចថាតើតើនឹងកញ្ចក់ដោយសារខ្ញុំឃើញកញ្ចក់រៀងខុសគ្នាដែរតើតើនឹងកញ្ចក់វាមានជាគុណសម្បត្តិអីខ្លះនៅពេលដែលយើងរត់បង អូខេនិយាយជាក់ស្ដែងទៅវ៉ែនតាគឺវាជួយច្រើនទីមួយយើងសុំខ្ញុំនិយាយមុនអាប្រភេទកញ្ចក់បន្តិចយើងនិយាយអំពីគុណសម្បត្តិរបស់វ៉ែនតានិយាយជាក់ស្ដែងទៅវ៉ែនតាគឺវាជួយយើងច្រើនក្នុងថានៅពេលដែលយើងរត់ទៅយើងកាត់កន្លែងខ្លះដីហុយខ្យល់ខ្លាំងអីចឹងទៅវាអត់ប៉ះពាល់មួយភ្នែកយើងច្រើនអាហ្នឹងទី1ទី2ពាក់ព័ន្ធជាមួយនឹងកញ្ចក់វាមានកញ្ចក់ប្រែពណ៌វាមានកញ្ចក់កាត់ពន្លឺ UV កាត់អីចឹងណាអញ្ចឹងសម្រាប់កញ្ចក់ប្រែពណ៌គឺតាមបទពិសោធន៍របស់ខ្ញុំប្រើគឺនៅពេលដែលរៀងយប់រៀងងងឹតហេតុតាហ្នឹងកញ្ចក់នៅមើលទៅឃើញសភ្លឺធម្មតាតែនៅពេលដែលយើងពាក់នៅពេលកាត់ថ្ងៃកាត់ពន្លឺថ្ងៃឧមាថាពេលថ្ងៃបើកខ្លាំងចឹងទៅកញ្ចក់ហ្នឹងប្រែមករៀងស្អាតដើម្បីទប់ពន្លឺថ្ងៃកុំឲ្យចាំងចូលភ្នែកយើងអាហ្នឹងចឹងហើយវាមានបើតាមដែលដឹងវាមានប្រភេទពួកវ៉ែនតាហ្នឹងមិនថាប៉ុណ្្នឹងវាមានប្រភេទមញោបប្រភេទអីថែមទៀតណាអញ្ចឹងអ្នកដែលមានភ្នែកមញោបចិត្តមញោបឆ្ងាយអីក៏និយាយទៅក៏ប្រើបានដែរវ៉ែនតាហ្នឹងហើយនៅតែពាក់រត់អីបានធម្មតាដូចគ្នាចាបាទអញ្ចឹងបានន័យថាបើសិននៅពេលដែលយើងទិញក៏យើងត្រូវដឹងដែរថាតើពេលដែលយើងរត់នោះយើងរត់នៅពេលមានថ្ងៃខ្លាំងឬក៏ពេលដែលយើងរត់នឹងអាចថាថ្ងៃហងវារៀងចូលរសៀលល្ងាចតិចយើងត្រូវរើកញ្ចក់ទៅម៉េចឲ្យត្រូវនឹងអាកលៈទេសៈរបស់យើងដើម្បីវាផ្ដល់ភាពងាយស្រួលដល់យើងបាទត្រឹមត្រូវព្រោះជាក់ស្ដែងដូចខ្ញុំមុននឹងខ្ញុំសម្រាប់ចិត្តទិញវ៉ែនតាមួយគឺខ្ញុំបានឆែកវាដែរទាំងនិយាយថាវាត្រូវនឹងយើងត្រូវនឹងប្រភេទណាដែលយើងប្រើត្រូវតាក់ទងនឹងម៉ូដដែរវាតាក់ទងម៉ូដដែលវាត្រូវនឹងយើងណាយើងស្រឡាញ់អញ្ចឹងណាហើយពេលខ្លះជាក់ស្ដែងទៅវ៉ែនតានិយាយត្រង់ទៅជួនកាលយើងពាក់យើងអត់សមប៉ុន្តែដល់វាទៅមិនចាញ់យើងមើលទៅឃើញលយក៏យើងពាក់ទៅជាងទិញទៅអាហ្នឹងអញ្ចឹងដែរអញ្ចឹងទៅវាជួយមកផ្នែកលើកយើងដែរបាទចាំមកដោយសារបងនិយាយពីអត្ថប្រយោជន៍នៃវ៉ែនតាហើយខ្ញុំចង់ដឹងបន្ថែមទៀតថាជាបទពិសោធន៍បងដោយសារពេលរត់ធម្មតាយើងត្រូវខ្យល់ធូលីដីពេលខ្លះមានភ្លៀងអីទៀតហើយជាពិសេសរត់ដឹងឲ្យបែកញើសហើយតើយើងថែទាំវ៉ែនតាយើងដោយរបៀបណាដោយសារវាត្រូវញើសត្រូវអីពេលខ្លះវាអាចផលប៉ះពាល់ទៅដល់កញ្ចក់ក៏ដូចជាដងដែរអញ្ចឹងណាបងជាក់ស្ដែងតាក់ទងជាមួយនឹងរបៀបថែរក្សាវ៉ែនតាបន្ទាប់ពីយើងប្រើប្រាស់វារួចណានិយាយជាក់ស្ដែងគឺការដែលយើងទិញការដែលខ្ញុំទិញវ៉ែនតាហ្នឹងពីហាង VC Optic ហ្នឹងគឺបុគ្គលិកគាត់បានណែនាំយើងដែរគាត់និយាយពីការថែទាំណាហើយតាមបទពិសោធន៍របស់យើងក៏យើងធ្លាប់ដឹងដែរអញ្ចឹងការប្រើប្រាស់វ៉ែនតាបន្ទាប់ពីអានេះខ្ញុំជម្រាបជូនបងប្អូនបន្តិចខ្លាចជួនកាលគាត់ភ្លេចឬក៏គាត់អត់ដឹងអញ្ចឹងណាធម្មតាយើងប្រើប្រាស់របស់យើងត្រូវសម្អាតយើងត្រូវថែទាំវាទុកអញ្ចឹងដូចជាវ៉ែនតានៅពេលដែលយើងពាក់រត់ពាក់លេងកីឡាអីផ្សេងធាក់កង់ឬក៏អីវាបែកញើសវាត្រូវភ្លៀងត្រូវខ្យល់ត្រូវធូលីដីអីពេលដែលយើងប្រើប្រាស់វាហ្នឹងគឺបន្ទាប់ពីយើងប្រើប្រាស់ហើយមានន័យថាយើងចប់សកម្មភាពកីឡាអីហ្នឹងហើយគឺគួរតែសម្អាតហ្នឹងគឺយើងលាងទឹកយើងលាងជាមួយនឹងទឹកធម្មតាក៏បានយើងមានឧបករណ៍សម្រាប់ថែទាំវ៉ែនតាហ្នឹងមានទឹកលាងរបស់វាឬក៏ spray បាញ់អីហ្នឹងយើងលាងទៅយើងសម្អាតវាទៅយើងជូតឲ្យស្អាតហើយយើងទុកព្រោះបើសិនជាប្រើប្រាស់វាហើយលេងកីឡាយើងអត់បានសម្អាតវាបញ្ហាជាមួយនឹងជាពិសេសកញ្ចក់វាអាចប្រតិកម្មជាមួយនឹងញើសជាមួយនឹងអាចធូលីដីឬក៏អីចឹងទៅដូចជាពិសេសសក់យើងមានបាញ់ជា spray ឬក៏ lip gel អីធម្មតាវាយើងបែកញើសទៅវាអាចដោយអាសារធាតុហ្នឹងមកបងអញ្ចឹងវាអាចប៉ះពាល់ដល់កញ្ចក់បាទវាអាហ្នឹងពិតជាត្រឹមត្រូវព្រោះដោយសារជាក់ស្ដែងខ្ញុំមានវ៉ែនតាមួយដែលខ្ញុំអត់ដឹងពីដំបូងនោះមានវ៉ែនតានេះវាមាន coating ណាហើយខ្ញុំប្រើវាកាលហ្នឹងខ្ញុំរត់ហើយខ្ញុំវាយើងសម្អាតវាដែរប៉ុន្តែអត់បានសម្អាតលាងទឹកបងពេលហ្នឹងដូចជាបានលាងដែរតែយើងអត់ចាប់អារម្មណ៍វាចា
dương tục chào tới dương plek chu rồi xua rồi cái dạng mấy đó vì thưa coating bao nhiêu nó vì là hao ấy chân từ đọc về hao nó tam bất vì ở ấy thì còn là tham vì hao tí trắng á chân còn là thà ní chuyện bọt sao bật nhung to này chân xong chuẩn bị từ bong bóng ra và tọt bị pra mình tha van ta mua được cái giấy dương thử xong ạt vì ở xã chà vậy tới là bo phở phé vì thòm đá dương phở phé tới dương thật cho thai tòm đây mình thay là bo năng thay mấy cái bo dương ở thai tòm thế còn vì ảnh khôi được cái này chà bo chẳng ở con bo xong đẹp ca trong này bên bo cam thi cho chơi bị cái lá rồi ngày này chà bo chứng chỉ trong cái ta bo miên bị bệnh ấy bật thai đó nè tu sna dương chìm xe nhận lại co trong chập đam hột đai chẳng nhung xong gì clay mình tích xong đẹp bon con thằng mình tha nè đã lên cái la rồi gần nè đã mình toàn bạn lên cái la ấy cái đôi xong chập đam lên cái la thằng óc nè nè hay lên cái la na đã dương cho chất hay mùi bên tiết là xa cam thi đi về pi bẹ tông chỉ mùi những cái la rút chẳng bon con na đã cực thật luôn anh phương bán rút bán ấy chập đam rút của ba chập đam hay được nhom to nhom chập đam pi ọt đăng thà bảy chương rút mấy là hột đào dương đăng khai hay khai tới chân chạy lệ là hột vậy đó cứ chạy lệ bẹ pon cho mỗi nâng vậy để luôn ai check cứ trong là chạy lệ cái kia đấy mình thà pi na thằng này ấy tê hay xong bóng ôn chập đam lên cái là rụt có bàn đa có bàn song khăn hơn anh trôi chật và song khăn lên cái la này để trôi chật hay bờ sân như mình trôi chật cây la đấy chập đam lên cây la chà bọn ở con bọn cha chắc sẽ mẹp thêm bọn pi cây lá rồi dương như ngày ní ở nhóm năng bọn ướn cứ miên phần năng sân chơi này tôi sẽ tặng ở cái miên sầm nua có trong đăng pi bật thiên bọt cây lá ấy xem tiết anh comment khang khổng và nói xa chắc sẽ bọn ướn con mẹ lên tại cây lá rồi mua ấy con miên lên cây lá đôi chiều sách chìm món và lực đồng này ấy cứ bón khang món cho một sân thiên nè tặng ở cái trong đăng thang ô bông thơm mấy bạn fit hay bao vậy sạch đông với nhá cứ to ngọn chân ai comment khang khổng tới làm vậy ai phụ nhóm năng lực do sụp nụa bón do mà cho chơi kia bật tham tiệt chà ở con và ở con sẽ